កម្មពិធីដើរបង្ហាញមកបរិសង្ហាទាំង15នាក់ពេលនេះបានចាប់ផ្ដើមហើយសូមទស្សនាទាំងអស់គ្នាបេក្ខជនទី1មកពីខាងកោះកុងដើរដូចមានតែឯងទេអាយ៉ាដំណើរមិនសូវប្រមាណទេតែស្ដាយដូចជាហំហួនបេក្ខជនទី2មកពីខាងបាត់ដំបងដំណើរចង់និយាយថាអូជើងមិនរួចអូយមុខគួរឲ្យលងស្នេហ៍បាត់ហើយបេក្ខជនទី2នេះតើក្រឡេកមកមើលបេក្ខជនទី3មកពីខាងកំពង់ឆ្នាំងតែខ្ញុំមើលទៅមានអារម្មណ៍ថាដូចដើរដូចធ្លាក់ស្មាមកជាហៀងអញ្ចឹងដំណើរនេះដូចជាគេចែកទ្របឲ្យមិនស្មើល្មិចទេនេះដំណើរនេះតើចូលបេក្ខជនទី4ពីបេក្ខជនទី4នោះមើលពេលមុនមកមុនអីនោះបានញ៉ាំបាយញ៉ាំអីគ្រប់គ្រាន់នៅគឺដំណើរដូចអត់មានបាយពីម្សិលមិញអញ្ចឹងដាក់លឿនតិចមកលោកអើយស៊ីម៉ោងណាប្រញាប់មើលអ្នកក្រោយទៀតអូភ្លេចប្រកាសបេក្ខជនទី4នៅខាងស្វាយរៀងអ្នកស្វាយរៀងចូលបេក្ខជនទី5បេក្ខជនទី5មកពីខាងណាចេះគណៈកម្មការរៀងភ្លេចតែតោះម្លងខេតមកពិបាកបេក្ខជនទី5រៀងហំហួនមុំមួនចូលដល់បេក្ខជនទី6មានអារម្មណ៍ថាដើរសោចពីចង្ងាយមកបេក្ខជនរបស់យើងចាគឺចង់និយាយថាគាត់រੂរាយពីចង្ងាយមកបេក្ខជនយើងមកចេញស្ទាយឲ្យមើលទៅសៀអារម្មណ៍មួយសិនមកឃើញស្ទាយរបស់គេតើអង្គុយហាមសោចឈប់សោចឈប់អីអង្គុយចូលដល់បេក្ខជនទី7បេក្ខជនទី7ដូចគណៈកម្មការដូចរឿងលងស្នេហ៍នេះលងស្នេហ៍បេក្ខជនទី7បេក្ខជនទី7គណៈកម្មការឲ្យជាប់ដោយស្វ័យប្រវត្តិចូលបេក្ខជនទី8យ៉ាមើលទៅដូចរឿងក្លាហានផ្លូវដាក់ខុសផ្លូវផ្លូវខាងនេះគេឲ្យមកដើរបង្ហាញម៉ូដឯងទៅដើរផ្ទះដៃអីណាមកណែនាំខ្លួនចេញស្ទាយជាត្រឹមត្រូវផងតែអង្គុយចូលបេក្ខជនទី9ដំណើរយើងហំហានមកពីខាងណាពីខាងណីខ្ញុំមកចេញមាត់ចេញថ្មីអីតិចផងមើលទៅកបិកបួចចឹងអូយើងហំហានដែរតាកូនហ្នឹងបេក្ខជនទី10អាយ៉ាមើលទៅដូចរឿងមុំមួនពីចង្ងាយលេងសើចបានបេក្ខជនទី10កុំអៀនដើរមកដើរត្រង់ផ្លូវហ្នឹងអញ្ចឹងបានសំជាដល់អំកតសាចប់បតយចូលដល់បេក្ខជនទី11បេក្ខជនទី11មើលទៅដូចធំអ្នកមានលុយយ៉ាអាចសោកប៉ាន់គណៈកម្មការបានឲ្យជាប់ដោយស្វ័យប្រវត្តិហ្មងឲ្យចូលដោយស្វ័យប្រវត្តិសោកលុយចូលបេក្ខជនទី12ហើយបេក្ខជនទី12មកបដលមកបង្ហាញម៉ូដដំណើរធំមកបដលទៅអង្គុយទៅអីមើលចូលបេក្ខជនទី13អើយបេក្ខជនទី13មើលមកដូចរឿងជំនាញស្អីមិននេះបេក្ខជនទី13នេះមិនទេដូចមិនទេចូលដល់បេក្ខជនទី14បេក្ខជនទី14ខ្ញុំស្រស់មែនតើអង្គុយចូលដល់បេក្ខជនទី15បេក្ខជនទី15កូនបើស្អាតបោះគេកូនបើបេក្ខជនទី15តែមើលទៅដូចរឿងអៀនមកបន្តិចកម្មពិធីដើរបង្ហាញម៉ូដបរិសសង្ហាទាំង15នាក់បានដល់ទីបញ្ចប់ហើយគណៈកម្មការសូមដាក់បន្ទុកនៅជាតិក្រោយមានជ័យនោះអត់ដល់មានជ័យអូភ្នំយ៉ាត